បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងចែករំលែកទាក់ទងចំណេះដឹងមួយដែលយើងអាចធ្វើបទចម្រៀងជាមួយ AI បានបាទចំពោះបងប្អូនដែលធ្លាប់ធ្វើ Sono បងប្អូននឹងស្រាប់ហើយយើងធ្វើចម្រៀង AI ពីម៉េចឥឡូវនេះគឺការអាប់ដេតថ្មីចំពោះក្រុមហ៊ុន Google គឺ Gemini បាទ Gemini ឥឡូវវាអាប់ដេតទាក់ទងទៅនឹងការធ្វើចម្រៀងអញ្ចឹងយើងអាចធ្វើចម្រៀងបានហើយសំឡេងគឺពីរោះបាទពីរោះគឺសឹងតែដូចយើងច្រៀងជាមួយសំឡេងពិតរបស់យើងបាទមនុស្សពិតបាទតែការអាប់ដេតថ្មីនេះគឺវាមិនទាន់បានពេញលេញដូចជា Sono បាន full ទេគឺទើបតែអាប់ដេតបានបទចម្រៀងគឺមួយបទបាន30វិនាទីនៅឡើយទេតែយើងអាចធ្វើបានយើងអាចធ្វើការតេស្តបានថាសំឡេងវាយ៉ាងណាវាប្រូយ៉ាងណាអញ្ចឹងណាបងប្អូនអញ្ចឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទតាមដានទាំងអស់គ្នាអរគុណច្រើនបាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការបង្កើតចម្រៀង AI បាទម្ដងនេះគឺជាមួយ Gemini គឺបងប្អូនធ្លាប់ហើយគឺធ្វើជាមួយនឹង Sono បាទ Sono គឺវាងាយស្រួលធ្វើហើយយើងអាចធ្វើចម្រៀងបានពីរោះមិនថាបទបរទេសឬក៏បទខ្មែរបងប្អូនតែឥឡូវនេះគឺ Gemini វាអាប់ដេតថ្មីទាក់ទងទៅនឹងបាទការ generate music AI គឺលក្ខណៈពិសេសវាគឺវាព្រោះបាទសំឡេងខ្មែរយើងគឺវាព្រោះមែនតើបងប្អូនវាព្រោះជាងយើងធ្វើទៅលើ Sono ទៅទៀតប៉ុន្តែវាអត់ទាន់បាន full ដូចជា Sono ទេបងប្អូនគឺយើងអាចធ្វើបានបានត្រឹម30វិនាទីនៅឡើយទេបងប្អូនអញ្ចឹងបាទបងប្អូនតាមដានទាំងគ្នាគឺយើងធ្វើរបៀបម៉េចដើម្បីបានបាទចម្រៀងជាមួយ Gemini បាទអញ្ចឹងគឺដំបូងឡើយគឺយើងចូលទៅក្នុងបាទ music បាទចាំបងប្អូនចូលកន្លែងហ្នឹងទៅគឺចូលកន្លែង create music ទៅបាទតើតើទៅនឹងកន្លែង template នេះគឺយើងមិនបាច់ចាប់អារម្មណ៍ទេគឺវាជា template របស់នេះទេបងប្អូនបាទរបស់ Gemini តែវាទៅនឹង template ចម្រៀងមកទេអញ្ចឹងគឺយើងមើលទៅកន្លែងនេះទៅចាប់អារម្មណ៍កន្លែង describe your track នេះគឺយើងបាទសរសេរទៅបងប្អូនតែខ្ញុំសរសេរស្រាប់ហើយឥឡូវខ្ញុំផាសបាទខ្ញុំផាសចូលនេះបាទគឺខ្ញុំសរសេរតែប៉ុណ្ណេះបងប្អូនជិលសរសេរច្រើនដូចខ្ញុំក៏បានដែរគឺអាចសរសេរតិចតួចបានហើយយើងដាក់ចំណងជើងចូលទៅបានហើយបាទអញ្ចឹងខ្ញុំ generate ឲ្យបងប្អូនស្ដាប់អញ្ចឹងដឹងថាបាទហ្នឹងគឺវាប្រុសយ៉ាងម៉េចហើយសំឡេងនេះច្បាស់ជាង Sono ដែរឬទេអញ្ចឹងណាបងប្អូនអញ្ចឹងបាទតាមដានទាំងអស់គ្នាបងប្អូនឥឡូវខ្ញុំចុច submitចង់ដឹងថាវាចេញមករបៀបម៉េចវិញបាទអញ្ចឹងការអាប់ដេតថ្មីវានេះគឺវាអាចល្អតិចទៀតទៅគឺពេលដែលវាអាចធ្វើ full បានគឺវាវាដាច់ Sono បានទេបងប្អូនអញ្ចឹងអានេះរបៀបនៅក្នុងការតេស្តរបស់វាឡើយបងប្អូនរបៀបដូច beta អញ្ចឹងណាហើយយើងអាច generate បានលឿនបងប្អូនបាទដោយសារវាតែ30វិនាទីទេអញ្ចឹងបងប្អូនស្ដាប់ទាំងអស់គ្នាបាទពេលបានជួបភ្នែកអូនធ្វើឲ្យបងលងស្នេហ៍អូនជាដួងចន្ទ្រាបំភ្លឺផ្លូវស្នេហាតែពេលនេះក្តីសុខរលាយបាត់ទៅហើយបងឈឺចាប់ខ្លាំងណាស់ព្រោះបាត់បង់អូនហើយស្រឡាញ់ខ្លាំងខូចចិត្តក៏ខ្លាំងវាជាកម្មស្នេហ៍កម្មស្រឡាញ់ខ្លាំងខូចចិត្តក៏ខ្លាំងបងឈឺចាប់ពិតមែនប៉ុណ្ណឹងបងប្អូនប៉ុណ្ណឹងទេ30វិនាទីតែសលេងវាគឺបាទសលេងវាគឺច្បាស់មែនតើដូចមនុស្សយើងច្រៀងអញ្ចឹងបងប្អូនដូចខ្មែរយើងច្រៀងអញ្ចឹងគឺវាប្រុសជាង Sono ទៀតបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងអរគុណជាបាទចំពោះការតាមដានទស្សនារបស់បងប្អូនបាទអរគុណច្រើនសូមគោរពលា